ក្របីព្រៃមុខតាន់ពេជ្រសម្បត្តិជាកីឡាករប្រដាល់មកពីខេត្តកំពង់ស្ពឺបានចេញមកវិភាគអំពីជំនួបដណ្ដើមខ្សែក្រវ៉ាត់អមដោយទឹកប្រាក់$10,000រវាងកីឡាករប៊ុនសុធានិងប៉ែនកយ៉ាស៊ីនដោយមើលឃើញថានេះគឺជាជំនួបដ៏កក្រើកនិងជក់ចិត្តយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រប្រដាល់គុនខ្មែរពេជ្រសម្បត្តិបានលើកឡើងថាការប្រកួតនេះនឹងមានភាពតានតឹងខ្លាំងព្រោះកីឡាករទាំងពីរគឺសុទ្ធតែជាអ្នកមានចិត្តសឿងមានទឹកចិត្តប្រយុទ្ធនិងមិនងាយថយដូចគ្នាទោះជាយ៉ាងណាសម្រាប់ជំនួបលើកទី3នេះសម្បត្តិយល់ថាប៊ុនសុធានៅតែមិនអាចយកឈ្នះយ៉ាស៊ីនបានដោយងាយស្រួលឡើយគេបានបញ្ជាក់ថាព្រោះបទពិសោធន៍ប៉ះគ្នាពីរលើកកន្លងមកគេមើលឃើញថាសមត្ថភាពរបស់ប៊ុនសុធាទោះជាជួបយ៉ាស៊ីនច្រើនដងក៏ដោយក៏នៅតែជួបការលំបាកក្នុងការយកឈ្នះមូលហេតុសំខាន់គឺដោយសារប៉ែនកយ៉ាស៊ីនជាកីឡាករដែលពូកែធ្វើគីឡូដោយបានសម្រកទម្ងន់ពី60គីឡូក្រាមចុះមកប្រកួតក្នុងប្រភេទទម្ងន់54គីឡូក្រាមដែលធ្វើឲ្យរាងកាយរបស់គេមានសភាពក្រាស់មាំនិងរឹងមាំជាងមុនចំណែកឯប៊ុនសុធាគឺជាកីឡាករធម្មតានៅក្នុងប្រភេទទម្ងន់នេះដែលរាងកាយមើលទៅស្ដើងជាងបណ្ដាលឲ្យអាវុធដែលបញ្ចេញទៅមានសភាពស្រាលនិងពិបាកធ្វើឲ្យយ៉ាស៊ីនរងផលប៉ះពាល់ធ្ងន់ធ្ងរទោះជាយ៉ាងណាពេជ្រសម្បត្តិក៏បានបញ្ជាក់ថាទោះមានការវិភាគបែបនេះក្តីការប្រកួតនៅលើសង្វៀនអាចប្រែប្រួលបានគ្រប់ពេលវេលាហើយអ្នកគាំទ្រទាំងអស់គួរតែរងចាំទស្សនាដោយផ្ទាល់ដើម្បីដឹងលទ្ធផលចុងក្រោយនៃជំនួបដ៏ធំនេះ